បាទសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងនឹងចាប់ផ្ដើមរៀនភាសាអង់គ្លេសចាប់ពីកម្រិតដំបូងទៅចឹងនេះជាមេរៀនជាការសន្ទនាភាសាអង់គ្លេសកម្រិតដំបូង beginner conversation សម្រាប់អ្នកដែលទើបចាប់ផ្ដើមរៀន lesson 1 យើងនិយាយអំពី greeting and introducing yourself មានថាការស្វាគមន៍និងការណែនាំខ្លួន vocabulary ពាក្យថ្មី hello hi មានន័យថាជាភាសាខ្មែរគឺសួស្តី good morning ជាភាសាខ្មែរមានន័យថាអរុណសួស្តី good afternoon ជាភាសាខ្មែរមានន័យថាទិវាសួស្តី good evening ជាភាសាខ្មែរមានន័យថាសាយ័ន្តសួស្តី my name is ជាភាសាខ្មែរមានន័យថាឈ្មោះរបស់ខ្ញុំគឺ I am years old ជាភាសាខ្មែរមានន័យថាខ្ញុំអាយុឆ្នាំ I am from ជាភាសាខ្មែរមានន័យថាខ្ញុំមកពី Nice to meet you ជាភាសាខ្មែរមានថារីករាយដែលបានស្គាល់អ្នកចូលដល់ចំណុចមួយទៀតគឺ conversation ជាឧទាហរណ៍ការសន្ទនាគំរូ hello hi ចឹង A គាត់សួរថា what is your name ចឹង B ឆ្លើយថា my name is Ronnie what's your name បែរថា B គាត់សួរត្រឡប់ទៅវិញចឹង A គាត់ឆ្លើយថា my name is John nice to meet you ចឹង B គាត់ឆ្លើយតបទៅវិញគាត់ឆ្លើយថា nice to meet you too A where are you from ថ្ងៃគាត់សួរថាតើ B ហ្នឹងមកពីណាចឹង B គាត់ឆ្លើយថា I am from Cambodia and you ចឹង B គាត់ឆ្លើយថាខ្ញុំមកពីប្រទេសកម្ពុជាចុះអ្នកវិញចឹង A ឆ្លើយថា I am from the USA ខ្ញុំមកពីសហរដ្ឋអាមេរិក practice ចឹងលំហាត់អនុវត្តអញ្ចឹងនៅក្នុងលំហាត់អនុវត្តនេះអ្នកទាំងអស់គ្នាអាចឆ្លើយតបនឹងសំណួរ3ខាងក្រោមចំពោះព័ត៌មានរបស់គ្រូអ្នកផ្ទាល់អញ្ចឹង1 what's your name តើអ្នកឈ្មោះអ្វីអញ្ចឹងអ្នកអាចសាកល្បងឆ្លើយជាភាសាអង់គ្លេសមកទី2 where are you from តើអ្នកមកពីណាអញ្ចឹងអ្នកអាចឆ្លើយពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក3 how old are you តើអ្នកអាយុប៉ុន្មានអញ្ចឹងសាកល្បងឆ្លើយជាអាយុរបស់អ្នកផ្ទាល់ជាភាសាអង់គ្លេស